នៅប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃនេះចេះតែលឺសូរមិនដឹងថាពិតមិនពិតទេគេថាក្មេងស្រីក៏អត់បដ អាយុ14ឆ្នាំឡើងទៅកើតអេដខ្ញុំមិនដឹងថារឿងហ្នឹងពិតមិនពិតខ្ញុំអត់យកមកនិយាយគេថាកើតអេដសម្បើមណាស់ហ្នឹងមួយខ្ញុំគ្រាន់តែដឹងថាសេដ្ឋីស្រុកខ្មែរមកអាមេរិកមកចាក់ថ្នាំអេដវ៉ាក់សាំងតែអេដវ៉ាក់សាំងមានហើយណាតែមិនមែនមកចាក់ទេគឺមកធ្វើពិសោធន៍ឈាមសិនដល់ពិសោធន៍ឈាមហើយបានចាក់មួយដល់ចាក់ទៅដូចជាមួយជុលទេមួយឆ្នាំចាក់ម្ដងណានឹងវ៉ាក់សាំងអេដចាប់ដើមមានប្រើហើយមិនមែនរកឃើញទេណាគឺមានប្រើតែម្ដងរីឯថ្នាំដែលមនុស្សមានមេរោគ HIV positive លេបទៅសែបកាមជាមួយអ្នកដទៃអត់ឆ្លងទេលែងឆ្លងហើយបុគ្គលនឹងអត់ជាទេតែបុគ្គលនឹងលែងឆ្លងហើយអាហ្នឹងខ្ញុំលឺសូរថ្នាំហ្នឹងវាចាញ់មកហើយណាក៏ប៉ុន្តែសូមជម្រាបថាថ្នាំមហារីកក្តីថ្នាំអេដក្តីថ្នាំដទៃក្តីថ្នាំដែលចាញ់ប្រើឥឡូវវាមានគេហៅថាវិបាកកម្មហ្នឹងអង់គ្លេសហៅ side effect វាមានវិបាកកម្មច្រើនហើយបុគ្គលដែលចាក់បុគ្គលដែលប្រើត្រូវពិសោធន៍ឈាមញឹកញយហើយបុគ្គលខ្លះអត់ចាក់បានអត់ប្រើបានតែថ្នាំមហារីកថ្នាំអេដអីហ្នឹងមានហើយចាញ់ប្រើហើយបន្តមកទៀតរឿងមហារីកថ្នាំមហារីកមានតាមចម្ពោះមហារីកតែមិនមែនមហារីកទាំងអស់ដាក់ថ្នាំមានទាំងអស់ទេដោយមហារីកពោះវៀនអត់ទាន់មានមហារីកក៏មានថ្នាំកុងត្រូលព្យាបាលអត់មានទេមានថ្នាំកុងត្រូលមហារីកស្អីទៀតមានខ្លះហើយមិនមែនថ្នាំព្យាបាលទេថ្នាំធ្វើឲ្យរស់បានយូរណាមានហើយនឹងអញ្ចឹងទឹកនោមផ្អែមដូចគ្នាមានថ្នាំដែលគេចាក់6ខែនិងគេចាក់1ឆ្នាំមានហើយមានថ្នាំAB សាលខ្ញុំអត់ដឹងថាមានថ្នាំចម្ពោះជំងឺមហារីកអីខ្ញុំអត់ដឹងអស់ទេប៉ុន្តែខ្ញុំឃើញគេផ្សាយប្រើណាពីព្រោះកាលណាគេដាក់ថា FDA approve គេហៅថាអង្គការទទួលបន្ទុកខាងវិភាគឱសថសហព័ន្ធទទួលស្គាល់មានន័យថាថ្នាំហ្នឹងគេចេញលក់ហើយតែសូមជម្រាបអញ្ចេះឧទាហរណ៍ខ្ញុំអ្នកក្រនៅអាមេរិកខ្ញុំចូលនិវត្តន៍ហើយថ្លៃថែទាំសុខភាពខ្ញុំរត់ចេញឲ្យមិនបានរត់ចេញឲ្យព្រោះរត់កាត់ពន្ធដារខ្ញុំហ៎តែខ្ញុំកើតមហារីកថ្នាំដែលប្រើសម្រាប់ថែទាំមហារីកខ្ញុំណាថ្នាំដែលថែទាំមហារីកខ្ញុំនេះមិនមែនជាថ្នាំជាន់ខ្ពស់ទេគឺជាថ្នាំ generic គេហៅថ្នាំប្រដូចអត់មានប្រសិទ្ធភាពដូចថ្នាំជាន់ខ្ពស់ទេតែដោយសារខ្ញុំជាជនក្រីក្ររស់នៅអញ្ចឹងខ្ញុំអត់អាចប្រើថ្នាំតម្លៃថ្លៃបានទេខ្ញុំប្រើថ្នាំដែលអត់គិតថ្លៃថ្នាំដែល Medicare ចាញ់ឲ្យហើយសួរថាចុះខ្ញុំអាចទៅទិញថ្នាំជាន់ខ្ពស់ប្រើបានទេខ្ញុំអត់មានលុយគ្រប់អញ្ចឹងអ្នកដែលគេមានលុយច្រើនទៅគេប្រើថ្នាំល្អអញ្ចឹងទៅនៅស្រុកអាមេរិកនេះថ្នាំមានច្រើនយ៉ាងថ្នាំព្យាបាលជំងឺមហារីកតែមួយទេថ្នាំមួយតែ200ទេថ្នាំមួយទៀត2000ថ្នាំមួយទៀត200,000 លានអីចឹងទៅណាថ្នាំដែលល្បីគេហៅថា tech medicine យើងមិនដឹងប្រែថាម៉េចទេយើងប្រែថាឱសថបច្ចេកវិទ្យាជាន់ខ្ពស់អីចឹងណាអញ្ចឹងថ្នាំដែលខ្ញុំប្រើមហារីកទឹកនោមផ្អែមអីហ្នឹងជា generic ថ្នាំថោកថ្នាំប្រដូចទេគ្រាន់តែនៅអាមេរិកថ្នាំដែលយើងប្រើវាសុទ្ធនៅកម្ពុជាវាយើងប្រើខ្លាចប៉ះថ្នាំខ្លាំងអញ្ចឹងពួកអ្នកក្រដូចខ្ញុំគ្មានលុយទៅប្រើថ្នាំថ្លៃទេគឺយើងប្រើថ្នាំណាដែលកម្មវិធីថែទាំសុខភាពគេចេញឲ្យបច្ចុប្បន្ននេះការថែទាំសុខភាពខ្ញុំក្នុងមួយឆ្នាំចំណាយលុយពីកប៉ាល់តិចបំផុតហើយមានអ្នកខ្លះគេថាមិនក៏មិនយកលុយទៅទិញថ្នាំនឹងយកមកព្យាបាលហើយទុកលុយទៅអីងាប់ទៅមិនយកទៅផងអត់ទេជីវភាពគេត្រូវគ្រប់គ្រងជីវភាពទៅតាមហ្នឹងណាអញ្ចឹងខ្ញុំប្រាប់មនុស្សដូចខ្ញុំអាមេរិករាប់លានអ្នកមិនបានប្រើថ្នាំល្អបំផុតទេគឺប្រើតែថ្នាំថោកទេដូចឧទាហរណ៍នៅបារាំង medical program របស់រដ្ឋដែលគេថែទាំសុខភាពពលរដ្ឋបារាំងគេឲ្យតែ generic ទេចំណែកថ្នាំដែលល្បីល្បាញនោះសម្រាប់អ្នកមានគេទិញប្រើនៅកាណាដាដូចគ្នានៅអង់គ្លេសដូចគ្នានៅអូស្ត្រាលីក៏ដូចគ្នាប្រទេសជឿនលឿនមែនមិនមែនមានន័យថាថ្នាំដែលចាញ់មកហ្នឹងយើងដែលជាអ្នកនៅក្នុងប្រទេសហ្នឹងបានប្រើទេណា
កុំច្រឡំណាជួនកាលអ្នកនៅស្រុកខ្មែរអាចមកប្រើថ្នាំល្អនៅស្រុកអាមេរិកអ្នកដែលនៅស្រុកខ្មែរហ្នឹងអាចជាបោះហោះមកព្យាបាលថ្នាំល្អបំផុតនៅស្រុកអាមេរិកតែពលរដ្ឋអាមេរិកដូចខ្ញុំអត់មានថ្នាំនឹងប្រើទេពីព្រោះយើងចូលនិវត្តន៍ទៅត្រូវពឹងទៅលើការព្យាបាលដែល Medicare គេឲ្យនៅបារាំងក៏អញ្ចឹងណាហើយរឿងពេទ្យនៅស្រុកអាមេរិកក៏ដូចពេទ្យនៅអង់គ្លេសនៅបារាំងអញ្ចឹងអ្នកមានស្រុកខ្មែរអាចមកដេកពេទ្យដ៏ល្អបំផុតនៅអាមេរិកបានក៏ប៉ុន្តែអ្នកនៅអាមេរិកអត់បានដេកពេទ្យល្អបំផុតនឹងទេពីព្រោះទៅតាមការធានារ៉ាប់រងតើធានារ៉ាប់រងគេបង់ឲ្យទេបើគេបង់ឲ្យអាហ្នឹងបានយើងបានដេកបើមិនអញ្ចឹងទេយើងទៅដេកពេទ្យដែលក្រុមហ៊ុនធានារ៉ាប់រងគេបង់ឲ្យហើយទីតាំងដែលយើងរស់នៅក្នុងសហរដ្ឋអាមេរិកក៏ដូចជាប្រទេសបារាំងទៅតាមខេត្តយើងនៅខេត្តណាយើងប្រើសេវាកម្មសុខភាពខេត្តហ្នឹងឧបមាថាលីយ៉ុងណាអូពីតាល់វាមាន4មួយល្អបំផុតសម្រាប់អ្នកមានបានគេទៅអាហ្នឹងណាធម្មតាយើងទៅពេទ្យឲ្យទៅមន្ទីរពេទ្យតែ3ដតេមន្ទីរពេទ្យ3ដតេនេះចៃដន្យអីវាអត់សូវមានគុណភាពល្អដូចនៅត្រាស់ប៊ូទេឬក៏វាអត់មានគុណភាពល្អដូចនៅបកដូអញ្ចឹងយើងនៅណាយើងនៅខេត្តណាយើងទទួលគុណភាពខេត្តហ្នឹងដូចខ្ញុំនៅរដ្ឋណានៅស្រុកភូមិណាទទួលការព្យាបាលតាមគុណភាពបែបហ្នឹងណាដូចគ្នាសាលាវាមានតម្លៃដែលយើងសុំចូលសាលាហ្នឹងបង់លុយទាបតិចបំផុតមួយឆ្នាំយើងប្រើតែប្រហែល 10000 ទេតែសាលាហ្នឹងរៀនកម្មវិធីដូចគ្នានឹងសាលាខ្លះមួយឆ្នាំអស់រហូតទៅដល់350,000សាលាខ្លះទៀតអស់1លានមួយឆ្នាំសាលាពេញអាមេរិកហ្នឹងប៉ុន្តែយើងទៅរៀនហ្នឹងវាទៅតាមលទ្ធភាពរបស់យើងសាលាខ្លះមក credit មិនដឹងប៉ុន្មានទេឥឡូវហ្នឹងថ្លៃណាស់តែសាលាខ្លះក៏វាថោករីឯគុណភាពសិក្សាអាហ្នឹងទៅតាមជំនឿរបស់មនុស្សដែលចាញ់លុយហ្នឹងប៉ុណ្ណឹងទេណា